សួស្តីអ្នកនាងខ្ញុំនឹងយកមកភាគ3ដើម្បីអ្នកគ្នាបានដឹងរឿងនេះដែរមានចំណងជើងថាវិធីលុបយ៉ាប់ដើម្បីឲ្យជនផ្ដាច់ការតង់ចូលទៅវីដេអូយើងទាំងអស់គ្នាឪពុករបស់នាងប្រើហិង្សាជាមួយនាងគ្រប់ពេលសូម្បីតែអ្នកបម្រើក៏ប្រើស្រាលមើលស្រាលនេះដែរអ្វីគ្រប់យ៉ាងដែលខ្ញុំចង់ចាំអំពីគ្រួសារនេះពួកគេហួសពីការអាចអភ័យទោសហើយច្បាស់ណាស់ថាខ្ញុំមិនត្រូវទុកចិត្តពួកគេទេខ្ញុំត្រូវចេញពីទីនេះប៉ុន្តែដំបូងនិងសំខាន់បំផុតខ្ញុំត្រូវផ្ដាច់វាហើយនេះនឹងក្លាយជាលើកដំបូងរបស់ Scarlett ដែលស្វាគមន៍អភិរាជក្នុងនាមជាគោលដណ្ដឹងរបស់គាត់ជាផ្លូវការនេះគឺមានន័យថា Scarlett នឹងជួបស្នេហារបស់នាងឬនិយាយឲ្យស្រួលយល់វាជាការចាប់ផ្ដើមនៃការស្លាប់របស់នាងហេតុអ្វីបានជានាងលងស្នេហ៍គាត់ពេលនេះ Scarlett មិនមែនជានាងទៀតទេនាងក៏មិនអាចឃើញមុខមាត់ប្រកបណាស់ខ្ញុំនឹងមិនធ្វើរឿងដដែលនោះទេប៉ុន្តែជីវិតរបស់ខ្ញុំនៅតែស្ថិតនៅក្នុងគ្រោះថ្នាក់នៅពេលដែលឈឺណាបង្ហាញខ្លួនបង្ហាញធំគឺបញ្ហាធំគឺនៅត្រង់នោះតើខ្ញុំគួររត់ទៅណាមិនដែលឃើញទេតើគាត់គួរឲ្យសមឲ្យគាត់ផ្ដាច់វាឬទេសូមអភ័យទោសខ្ញុំមិនចង់រៀបការជាមួយទ្រង់ទេតើនាងហ៊ានសើចចំអកឲ្យយើងបានយ៉ាងម៉េចទេតាមវិធីរៀននេះខ្ញុំនឹងជួបការបញ្ចប់ដូចគ្នានឹង Scarlett មិនខានហេតុអ្វីគាត់មិនអាចទាត់ខ្ញុំចោលមុនឈប់សិនបោះបង់ខ្ញុំមុនមានតែការស្លាប់របស់ភាគីណាមួយឬកិច្ចព្រមព្រៀងនៃភាគីទាំងពីរទើបអាចបំបែកកិច្ចសន្យាដូច្នេះខ្ញុំត្រូវការកិច្ចព្រមព្រៀងរបស់គាត់ហើយយោងទៅតាមលក្ខខណ្ឌតម្រូវឲ្យមានការជួបជាប្រចាំគាត់អាចជាជនផ្ដាច់ការប៉ុន្តែលក្ខណៈទាំងនេះត្រូវគោរពតាមមានន័យថាខ្ញុំមិនមានឱកាសច្រើនហើយឲ្យគាត់ឈឺធ្វើឲ្យគាត់ឈឺហើយធុញនឹងខ្ញុំហាហាអ្នកគ្នាមុខនេះហេឡើងខ្ជូតហ្មងណាខ្ញុំនឹងធ្វើរឿងហួសហេតុពីនោះរហូតគាត់ត្រូវបង្ខំឲ្យបោះបង់ខ្ញុំចោលគំនិតនេះពិតជាល្អមែនហាហាខេអយបំពង់ករបស់ខ្ញុំហាគាត់កំពុងស្អែកផងយំផងថែមទាំងនិយាយជាមួយខ្លួនឯងទៀតផងគាត់អត់អីណាអីពេលយប់ចូលមកដល់ច្រើនថ្ងៃបានកន្លងផុតទៅរហូតដល់ថ្ងៃនៃពិធីព្រះករុណាជាម្ចាស់ជីវិតរបស់ខ្ញុំគឺជាមនុស្សតែម្នាក់គត់ដែលធ្លាប់មានចិត្តសប្បុរសចំពោះខ្ញុំសូម្បីតែខ្ញុំស្លាប់ដោយដៃរបស់ទ្រង់ក៏ដោយខ្ញុំនឹងចងចាំជានិច្ចថាទ្រង់ជាសុភាពបុរសប៉ុណ្ណាស្អីលែងសើចជាមួយខ្ញុំមែនទេប៉ុន្តែហេតុអ្វីបានជាភ្លាមខ្ញុំចងចាំអ្នកនាងតែអ្នកនាងមិនអីទេមែនទេអូខ្ញុំមិនអីទេ
ស្ងៀមខ្ញុំនឹងយករ៉ូបរបស់អ្នកនាងមកឲ្យអ្នកនាងមិនអីទេពេលដែលខ្ញុំកំពុងរៀបចំផែនការរត់ចេញពីកន្លែងនេះអ្នកនាងរបស់ខ្ញុំអ្នកនាងមិនអាចដើរជុំវិញនេះដោយមានអាហារក្នុងមាត់របស់អ្នកនាងទេគិតពីកេរ្តិ៍ឈ្មោះរបស់អ្នកនាងអ្នកឧកញ៉ាវាមិនអីទេគ្មានអ្នកណាខ្វល់ទេប្រហែលជានោះហើយជាមូលហេតុមួយវិញទៀតតើអ្វីជាប៉ុនដ៏ប្រណិតនេះតើពិធីគេធ្វើយប់នេះឬហេតុអីបានជាខ្ញុំត្រូវត្រៀមខ្លួនពេលនេះខ្ញុំត្រូវការរបត់ទាំងនេះដើម្បីឲ្យមើលទៅស្អាតទេនេះជារ៉ូបអ្នកនាងលូស៊ីសើចចំអកខ្ញុំច្បាស់ណាស់ซึ่งអ្នកគ្នារឿងរបស់ខ្ញុំមានតែប៉ុណ្្នឹងហើយซึ่งអ្នកគ្នាកុំភ្លេចរង់ចាំភាគ3ណាបាយបាយ